សួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងពិភាក្សាអំពីប្រធានបទមួយដែលពាក់ព័ន្ធទាំងវិទ្យាសាស្ត្រថាមពលនិងសន្តិសុខអន្តរជាតិវាគឺការបន្សុទ្ធអ៊ុយរ៉ាញ៉ូមដែលមានន័យថាការបង្កើនភាគរយអ៊ីសូតូបអ៊ុយរ៉ាញ៉ូម235នៅក្នុងអ៊ុយរ៉ាញ៉ូមធម្មជាតិអ្វីទៅជាការបន្សុទ្ធអ៊ុយរ៉ាញ៉ូមអ៊ុយរ៉ាញ៉ូមធម្មជាតិមានអ៊ីសូតូប2អ៊ុយរ៉ាញ៉ូម235ប្រហែល 99.3% អ៊ុយរ៉ាញ៉ូម235ប្រហែល 0.7% អ៊ុយរ៉ាញ៉ូម235អាចបង្កើតប្រតិកម្មបំបែកណាយ៉ូដែលជាភាសាអង់គ្លេសហៅថា Nuclear Fission Reaction តែចាំបាច់សម្រាប់ថាមពលនុយក្លេអ៊ែរដូច្នេះការបន្សុទ្ធអ៊ុយរ៉ាញ៉ូមមានន័យថាការបង្កើនភាគរយអ៊ុយរ៉ាញ៉ូម235ឲ្យខ្ពស់ជាង 0.7% ហេតុអ្វីវាសំខាន់1សម្រាប់ថាមពលរោងចក្រថាមពលនុយក្លេអ៊ែរត្រូវការអ៊ុយរ៉ាញ៉ូមដែលមានអ៊ុយរ៉ាញ៉ូម235ប្រហែល 3% ទៅ 5% នេះហៅថាអ៊ុយរ៉ាញ៉ូមបន្សុទ្ធកម្រិតទាបដោយគ្មានការបន្សុទ្ធនេះការផលិតអគ្គិសនីនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ2សម្រាប់អាវុធបើការបន្សុទ្ធត្រូវបានធ្វើរហូតដល់ប្រហែល 90% វាអាចក្លាយជាអ៊ុយរ៉ាញ៉ូមបន្សុទ្ធកម្រិតខ្ពស់ដែលអាចប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរនេះហើយជាមូលហេតុតែការបន្សុទ្ធអ៊ុយរ៉ាញ៉ូមត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងហេតុអ្វីការបន្សុទ្ធអ៊ុយរ៉ាញ៉ូមវាលំបាកហើយវាធ្វើដូចម្តេចអ៊ុយរ៉ាញ៉ូម235និងអ៊ុយរ៉ាញ៉ូម238មានលក្ខណៈគីមីដូចគ្នាប៉ុន្តែណាយ៉ូរបស់វាមានម៉ាស់ខុសគ្នាបន្តិចនោះហើយជាភាពខុសគ្នាតែមួយរវាងពួកវាដូច្នេះយើងមិនអាចបំបែកពួកវាដោយប្រតិកម្មគីមីធម្មតាបានទេដំណើរការនៃការបន្សុទ្ធអ៊ុយរ៉ាញ៉ូមជំហានទី1អ៊ុយរ៉ាញ៉ូមត្រូវបានបំលែងទៅជាឧស្ម័នក្នុងទម្រង់គីមីពិសេសដើម្បីអាចបង្វិលបានក្នុងម៉ាស៊ីនជំហានទី2ឧស្ម័ននេះត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីនបង្វិលឧស្ម័នល្បឿនខ្ពស់ដែលអាចបង្វិលល្បឿនខ្ពស់ខ្លាំងបំផុតពេលវាបង្វិលកើតមានកម្លាំងចាក់ផ្ចិតម៉ូលេគុលដែលមានអ៊ុយរ៉ាញ៉ូម238ធ្ងន់ជាងត្រូវបានរុញទៅជិតជញ្ជាំងខាងក្រៅខ្លាំងជាងម៉ូលេគុលដែលមានអ៊ុយរ៉ាញ៉ូម235ស្រាលជាងបន្តិចស្ថិតនៅជិតកណ្ដាលបន្តិចភាពខុសគ្នានេះតូចណាស់ប៉ុន្តែអាចបង្កើតការបំបែកបន្តិចម្ដងបានហេតុអ្វីត្រូវការច្រើនដំណាក់កាលម៉ាស៊ីនមួយគ្រឿងមិនអាចបង្កើនភាគរយអ៊ុយរ៉ាញ៉ូម235បានច្រើនភ្លាមទេដូច្នេះគេភ្ជាប់ម៉ាស៊ីនជាច្រើនជាសេរីដែលហៅថា Cascade ឧស្ម័ននឹងឆ្លងកាត់ម៉ាស៊ីនជាច្រើនជំហានហើយភាគរយអ៊ុយរ៉ាញ៉ូម235នឹងកើនឡើងបន្តិចម្ដងការបន្សុទ្ធគឺជាដំណើរការដែលត្រូវការពេលវេលាភាពច្បាស់លាស់និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងប្រទេសណាខ្លះអាចធ្វើការបន្សុទ្ធអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នមានតែប្រទេសមួយចំនួនតែមានបច្ចេកវិទ្យាបន្សុទ្ធដំណើរការរួមមានសហរដ្ឋអាមេរិករុស្ស៊ីចិនបារាំងចក្រភពអង់គ្លេសអាល្លឺម៉ង់និងនេដឺឡង់តាមរយៈ Urenco ជប៉ុនឥណ្ឌាប៉ាគីស្ថានប្រេស៊ីលនិងអ៊ីរ៉ង់ប្រទេសភាគច្រើនប្រើការបន្សុទ្ធសម្រាប់ផលិតប្រេងឥន្ធនៈសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរភាពតានតឹងអន្តរជាតិភាគច្រើនកើតឡើងពេលការបន្សុទ្ធឆ្លងកាត់កម្រិតតម្រូវការថាមពលប្រទេសដែលធ្លាប់មានភាពតានតឹងពាក់ព័ន្ធនឹងការបន្សុទ្ធរួមមានអ៊ីរ៉ង់និងកូរ៉េខាងជើង
បានអភិវឌ្ឍនិងធ្វើតេស្តអាវុធនុយក្លេអ៊ែរអេរ៉ង់អះអាងថាកម្មវិធីរបស់ខ្លួនសម្រាប់គោលបំណងស៊ីវិលប៉ុន្តែការបន្សុទ្ធកម្រិតខ្ពស់បានបង្កការព្រួយបារម្ភពីសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរមានសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរហៅកាត់ថា NPT និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិហៅកាត់ថា IAEA តែត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរដើម្បីធានាថាការបន្សុទ្ធអ៊ុយរ៉ាញ៉ូមត្រូវបានប្រើសម្រាប់គោលបំណងសន្តិភាពការបន្សុទ្ធអ៊ុយរ៉ាញ៉ូមគឺជាបច្ចេកវិទ្យាដែលមានអំណាចខ្លាំងវាអាចផ្ដល់ថាមពលឬអាចបង្កើតអាវុធនោះហើយជាមូលហេតុដែលពិភពលោកយកចិត្តទុកដាក់ខ្លាំងនិងត្រូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបើអ្នកចូលចិត្តវីដេអូបែបនេះសូមចុច like កុំភ្លេច subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតនិងជួយ share ដើម្បីចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភ័ក្តិនិងអ្នកដទៃផងដែរសូមអរគុណចំពោះការគាំទ្រ